បងប្អូនណាដែលថាចង់ញ៉ាំបន្លែច្រើនប៉ុន្តែរនឹកអត់ឃើញថាត្រូវធ្វើម្ហូបអីតើបងប្អូនមកធ្វើស៊ុបបន្លែឡើងញ៉ាំជាមួយខ្ញុំទាំងអស់គ្នាណាដំបូងយើងដាក់លីងសណ្តែកដីជាមួយនឹងល្ងសក្នុងមួយមុខ2ស្លាបព្រាបាយបន្ទាប់មកដាក់លីងខ្ញីខ្ទឹមសខ្ទឹមក្រហមម្ទេសតាមយើងចូលចិត្តមកណាសម្រាប់បន្លែវិញយើងចូលចិត្តបន្លែអីគឺយើងយកបន្លែនឹងលាងឲ្យស្អាតយកមកស្រុះមកបងប្អូនស្រុះរួចហើយយើងស្រង់វាយកមកត្រាំទឹកកកមួយភ្លែតមកដើម្បីឲ្យពណ៌វានៅស្អាតល្អដាក់សណ្តែកដីជាមួយល្ងសបុកតែមិនបាច់បុកឲ្យម៉ត់ទេណាយើងបុកល្មមបានហើយបន្ទាប់មកដាក់គ្រឿងដែលយើងលីងហើយនឹងបុកវាគ្រឿងខ្ញុំថ្ងៃនេះអត់មានខ្ទឹមក្រហមទេអញ្ចឹងខ្ញុំប្រើខ្ទឹមសទាំងអស់ហ្មងទៅបន្លែដែលខ្ញុំស្រុះថ្ងៃនេះទម្ងន់ទាំងអស់វា7ខាំមានប្រហែលជា6 7មុខត្រាំទឹកកកបានមួយភ្លែតហើយពូតយកទឹកវាចេញផងណាបងប្អូនពូតយកទឹកចេញរួចហើយចាប់ដាំលាយគ្រឿងមកបងប្អូនដាក់គ្រឿងបុករបស់យើងដាក់ល្ងជាមួយសណ្តែកដីបុកដាក់ទឹកត្រី1ស្លាបព្រាទឹកផុក1ស្លាបព្រាហើយនឹងម្សៅស៊ុបមួយចឹបមកបងប្អូនច្បល់វាឲ្យសព្វល្អមករួចជាការស្រេចឃើញតែបន្លែអញ្ចឹងមែនប៉ុន្តែរសជាតិឆ្ងាញ់សាហាវណាបងប្អូនហើយឡើងឈ្ងុយប្លែកហ្មងកំពុងតែលាយក៏នឹកឃើញសល់អាស្លឹកខ្ទឹមជ្រក់ធ្វើថ្ងៃមុនយកមកលាយបន្ថែមនិយាយពីរសជាតិត្រូវគ្នាល្អម៉េះញ៉ាំទៅឆ្ងាញ់សាហាវហ្មង